កនឹងក៏ងោកមានក្អែកមួយក្បាលបានហៅចូលដល់ទីជម្រករបស់កងោកពេលនោះឯបានឃើញរោងកងោកជាច្រើនធ្លាក់ជ្រុះមកនៅពេលដែលពួកគេទៅផ្ទះស្លាប់លេងក្អែកក៏បានរើស្លាប់ទាំងនោះយកមកចងនឹងកន្ទុយរបស់ខ្លួនរួចក៏ធ្វើដំណើរយ៉ាងក្រអឺតក្រទមដោយសាច់ក្រងោកដែរកងោកដឹងថានេះមិនមែនគ្នាវាក៏នាំគ្នាចូលមកចឹករោងខ្លែងខ្លារបស់ក្អែកតតែជ្រុះអស់ក្អែកខ្សែអាម៉ាស់ជាខ្លាំងក្រោយមកក៏វើទៅក្រុមក្អែកគ្នាវាវិញប៉ុន្តែពពួកក្អែកដែលជាមិត្តភក្តិរបស់វាច្រែងនឹងរូបរាងក្រអឺតក្រទមរបស់វាណាស់ហើយគេក៏លេងរាប់អានវាទៅតាំងពីពេលនោះមកវាខ្លាចទៅជាក្អែកដែលរកស៊ីម្នាក់ឯងរហូតមកគំនាប6ភាពល្អតាមត្រូវមិនមែនអាស្រ័យលើពណ៌សម្បុរទេគឺចិត្តកំណត់2កុំធ្វើជាមនុស្សផ្លេចស្រាទៅធៀបដើមព្រោះយើងមិនអាចធ្វើមកសារដើមវិញ3អ្នកត្រូវចង់ខ្លាចជាខ្លួនអ្នកកុំចង់ខ្លាយជាអ្នកដទៃសូមអរគុណសុខភាពល្អ